ករណីយើងបែកទឹកភ្លោះគឺយើងអាចស្លៀកខោទឹកនោមបានដោយសារស្បូនយើងអត់ទាន់អស់យើងអាចស្លៀកខោទឹកនោមដើម្បីកុំឲ្យហូរទឹកភ្លោះហ្នឹងសើមកន្លែងឬក៏សើមផ្លូវដែលយើងដើរហ្នឹងខ្លាចយើងរអិលដួលអីណាមួយអញ្ចឹងណាចាអញ្ចឹងវាអត់មានអីប្លែកទេចាដោយសារអីការដែលយើងទៅសម្រាលនៅមន្ទីរពេទ្យធំគឺមានជំងឺច្រើនមិនមែនមានតែយើងមួយឬក៏ពីរដូចនៅតាមមណ្ឌលសុខភាពទេអញ្ចឹងគឺយើងស្លៀកខោទឹកនោមអញ្ចឹងគឺទី1ដើម្បីកុំឲ្យហូរលាក់ប្រឡាក់កន្លែងទី2គឺនិយាយទៅគឺកុំឲ្យយើងនិយាយឲ្យស្រួលស្ដាប់ទៅថាកុំឲ្យវាហូរមកប្រឡាក់ជើងប្រឡាក់អីយើងអញ្ចឹងវាយ៉ាងអត់សូវស្អាតអត់សូវល្អមើលអញ្ចឹងណាបងប្អូនតែបើសួរថាហ្នឹងចម្លែកអីតែយើងមិនមែនអត់ចម្លែកទេហ្នឹងទូទៅគឺគេធ្វើបែបហ្នឹងឯងចាបើសិនមិនថាមណ្ឌលសុខភាពឬមន្ទីរពេទ្យទេបើសិនបើយើងបាច់ទឹកភ្លោះឬក៏យើងស្បូនយើងអត់ទាន់អស់ទេបើយើងអាចស្លៀកបានក៏វាល្អដែរដើម្បីកុំឲ្យហូរប៉ុន្តែពេលដែលយើងត្រូវការមើលស្បូនក៏យើងដោះខោទឹកនោមនឹងមើលដូចគ្នាចាមិនថាស្បូនបាក់បាន6កម្មហើយឲ្យវាហូរតាមដំណើររបស់វានឹងមិនមែនមានន័យអញ្ចឹងទេអញ្ចឹងសម្រាប់ comment របស់បងនេះយើងអាចគិតបានថាប្រហែលជាគាត់គិតថាកន្លែងហ្នឹងរើសអើងគាត់ចាកន្លែងហ្នឹងរើសអើងគាត់នេះខ្ញុំឆ្លើយជារួមបងប្អូនណាអ្វីដែលអ្នកគ្រូគាត់ផ្ដល់ដល់យើងគឺយើងទទួលយកដោយក្តីស្រឡាញ់អ្នកគ្រូពេទ្យគឺផ្ដល់ដល់យើងដោយក្តីស្រឡាញ់មិនមែនជាការរើសអើងក៏មិនមែនជាលក្ខណៈពិសេសអីនៃយើងដែរចាខ្ញុំនិយាយជារួមដោយសារកុំគិតថាអ្នកគ្រូហ្នឹងគាត់អត់ផ្ដល់លក្ខណៈពិសេសដល់ខ្ញុំទេធ្វើឲ្យខ្ញុំមានអារម្មណ៍អត់ល្អក្នុងការសម្រាប់កូនអត់ទេនេះជាគ្រឿងទូទៅសម្រាប់ការស្លៀកខោទឹកនោមនៅមន្ទីរពេទ្យគេឲ្យបងប្អូនហូរលាក់តាមផ្លូវដើរធម្មតាយើងឈឺពោះយើងត្រូវដើរចុះឡើងមែនទេបងប្អូនមិនមែនឲ្យយើងហូរតាមដំណើរប្រឡាក់ពេញផ្លូវឬក៏ប្រឡាក់ពេញសពុតសរងអីវាអត់សូវល្អមើលចាស្លៀកចោលអត់អីទេបងប្អូនបើយើងនៅក្នុងបន្ទប់របស់យើងឯកជនមានន័យថាយើងដើរនៅក្នុងបន្ទប់របស់យើងបន្ទប់រងចាំរបស់យើងតែម្នាក់ខ្លួនឯងយើងហ្នឹងយើងចង់ធ្វើអីក៏ធ្វើចោះចាតែបើយល់ល្អគឺយើងស្លៀកខោទឹកនោមដូចគ្នាដើម្បីកុំឲ្យហូរប្រឡាក់សពុតប្រឡាក់សរងរបស់យើងគឺវាល្អសម្រាប់យើងណាចាហ្នឹងអត់មានអីប្លែកទេបងប្អូនធម្មតាតែគាត់ថាចំនួនរបស់គាត់គិតថានេះជារឿងប្លែកសម្រាប់តែគាត់មួយអញ្ចឹងអ្នកដទៃគេអត់ស្លៀកផងអញ្ចឹងណាបងប្អូននឹងអរគុណ